một hay chiênឆ្នាំនេះខ្ញុំមិនដែលញ៉ាំប្រហុកឆៅទេទឹមតែថ្ងៃនេះខ្ញុំនឹកឃើញសាកលបងញ៉ាំទៀតហើយភ័យបារម្ភជាងគេគឺខ្លាចឈឺកកហើយខ្លាចចុកពោះប៉ុន្តែដែលឡែកខ្ញុំធ្វើប្រហុកហ្នឹងគឺគាត់ធ្វើដោយដៃខ្លួនឯងលក្ខណៈញ៉ាំជាគ្រួសារគេឲ្យមកខ្ញុំអញ្ចឹងណាហើយយូរបើខ្ញុំបានញ៉ាំម្ដងហើយនិយាយរួមទៅខ្ញុំសាកធ្វើញ៉ាំមិនខ្លាចឈឺកមែនតើតោះឥឡូវនេះបងប្អូនប្រហុកយើងហ្នឹងគឺថាយកមកពីប្រទេសខ្មែរហើយយើងធ្វើដោយលក្ខណៈគ្រួសារតិចតួចអីអញ្ចឹងហើយមានអីច្រើនទេបងប្អូនច្រាមម្ទេសច្រាមខ្ទឹមចាដាក់ចូលទៅបងប្អូនឬមិនបើដាក់វាចូលម៉ត់ចូលគ្នាចឹងអានឹងអស់លឿនហើយមើលទៅរៀងស្ទើរម្ទេសថែមម្ទេសទៀតបងប្អូនអើយនេះរួចរាល់ជាការស្រែកថែមប៊ីចេងទីទាំងលើកហ្នឹងហ៊ានដាក់ប៊ីចេងដាក់អីព្រោះអីវាប្រៃអត់វាដាក់ប៊ីចេងទៅវាកាត់បន្ថយប្រៃដែរចឹងនិយាយចឹងណាហើយក៏មានអ្នកឧបត្ថម្ភស្ករត្នោតចាសិតអ្នកឧបត្ថម្ភទាំងអស់ប្រហុកក៏អ្នកឧបត្ថម្ភស្ករត្នោតក៏មានគេឧបត្ថម្ភដែរបងប្អូនខ្ញុំមករាល់ថ្ងៃហ្នឹងស្ពូអ្នកឧបត្ថម្ភណាចាជុំវិញខ្លួនថាឲ្យរហូតហ្មងហើយមិនដែលទៅខ្មែរទេប៉ុន្តែអាវ៉ាន់នៅផ្ទះខ្ញុំគឺថាមានគ្រប់មុខហ្មងបងប្អូនគាត់តែច្បល់ស្ករត្នោតចូលទៅវាឡើងជាតិទឹកមកណាចាឲ្យញ៉ាំបានតែម្ដងហើយខ្ញុំបញ្ជាក់បងប្អូនអើយខ្ញុំញ៉ាំប្រហុកនៅលើកទី1អត់មានឈឺកកអត់មានអីទេចាអរគុណច្រើនអ្នកឲ្យមែនតែនណាចាមានអីបងប្អូនអើយស្វាយ2ម្នាក់ឯងមានអីឆ្ងាញ់អត់មានណាដដើមទៀតសាកគិតមើលខំហៅប្តីហៅអីមកញ៉ាំក៏អត់ដែរក៏មានណាញ៉ាំវាខ្លាចឈឺចាឥឡូវនេះបានញ៉ាំប្រហុកឆៅទៀតច្រាំជាមួយស្វាយខ្ចី20ឆ្នាំជាងទៅតែហ៊ានញ៉ាំថ្ងៃនេះអស់ចំណែកខ្លួនឯងដែរអរគុណច្រើនប្រហុកច្រាំស្វាយខ្ចី